បាទសួស្តីបងប្អូនទាំងគ្នាបាទវីដេអូនេះគឺជាវីដេអូដែលធ្វើត្រីបំពងហូបបងប្អូនទាំងគ្នាហ្នឹងហើយចូលបញ្ចេញទស្សនាដូចតទៅបងប្អូនទាំងគ្នាបាទជាដំបូងឡើយយើងយកទិញត្រីពីផ្សារមកអត់បានរកខ្លួនឯងទេបងប្អូនបាទបន្ទាប់មកយើងយកមកជ្រៀកវាបាទដើម្បីឲ្យវាចូលជាតិល្អពេលដែលយើងប្រឡាក់បាទហើយយើងប្រឡាក់មានប្រឡាក់អីច្រើនទេបងប្អូនទាំងគ្នាដាក់តែអំបិលបន្តិចប៊ីចេងបន្តិចរ៉េឌីបន្តិចទេបាទបងប្អូនទាំងគ្នាបើថាយើងមានប្រេងក្រុមមានអីក៏យើងប្រឡាក់តាមចិត្តយើងចោះបាទកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនទាំងគ្នាតែសម្រាប់ខ្ញុំគឺប្រឡាក់មួមទេបងប្អូនមានប៊ីចេងអំបិលបន្តិចទេហើយរ៉េឌីអីនឹងឯងបាទបន្ទាប់មកគឺយើងដាក់ខ្លាញ់ចាក់ខ្លាញ់លើក្នុងផ្ទះបាទហើយក៏ដាក់លើភ្លើងឲ្យវាក្តៅល្អអញ្ចឹងណាបងប្អូនទាំងគ្នារួចហើយយើងក៏បង់ត្រីចូលទៅនេះបាទបងប្អូនចូលបញ្ចេញទស្សនាបាទបាទបន្ទាប់ពីដាក់ត្រីចូលទៅរួចហើយគឺយើងគ្របវាបាទកន្លែងហ្នឹងគឺខ្ញុំគ្របវាតែណាបងប្អូនបាទគ្របវាមិនទទូហើយបានយើងចាប់ប្រែត្រឡប់វាបាទហើយបញ្ជាក់ថាពេលនេះគឺខ្ញុំអត់បានធ្វើទឹកជ្រលក់ធ្វើអីទេបាទប៉ុន្តែចង់ប្រាប់ថាពេលដែលត្រីហ្នឹងគឺទិញមកសម្រាប់ធ្វើហូបបាយទៅខ្ញុំមកពងទៅណាបាទហើយខ្ញុំឆ្លៀតថតវីដេអូឲ្យបងប្អូនមើលបាទហ្នឹងហើយអរគុណបាទហើយសូមបងប្អូនជួយគាំទ្រខ្ញុំម្នាក់មួយផងបាទខ្ញុំនឹងបង្ហោះវីដេអូឲ្យបងប្អូនមើលជាប្រចាំបាទបងប្អូនទាំងអស់គ្នាសូមអរគុណបាទហ្នឹងហើយបន្តមកនេះយើងប្រែត្រឡប់វាបាទប្រែត្រឡប់វាឲ្យវាឆ្អិនល្អណាបងប្អូនបាទហ្នឹងហើយបាទមើលតាមវីដេអូហ្នឹងទៅបាទអរគុណបាទបាទបន្ទាប់ពីមើលឃើញថាវារៀងឆ្អិនហើយអញ្ចឹងគឺមិនរៀងទេបងប្អូនគឺថាឆ្អិនហើយអញ្ចឹងគឺយើងស្រង់វាមកបាទដាក់អញ្ចឹងទៅរួចហើយខ្ញុំក៏ថតនេះខ្ញុំស្រូចទឹកស៊ីអ៊ីវបន្តិចបាទដើម្បីឲ្យវាជាតិទៅឆ្ងាញ់មែនបាទអញ្ចឹងក៏សូមសួរបងប្អូនវិញមើលទៅទំនងអត់បងប្អូនបាទប៉ុន្តែបើថាសម្រាប់រសជាតិវិញគឺអូខេបងប្អូនបាទហើយភ្លឹកពេលក្រោយដែលញ៉ាំបាយហ្នឹងគឺយើងធ្វើទឹកជ្រលក់ធ្វើអីឲ្យត្រឹមត្រូវទៅបាទហ្នឹងហើយតែនេះគឺខ្ញុំថតនេះគឺខ្ញុំស្រោចទៅទឹកស៊ីអ៊ីវតាមពិតទឹកជ្រលក់ដាក់ទៅទឹកស៊ីអ៊ីវអញ្ចឹងក៏ឆ្ងាញ់ដែរបងប្អូនហូបជាមួយបាយជាតិហ្មងបាទហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនសូមជម្រាបលាបងប្អូនបាទហ្នឹងហើយ